ថ្ងៃនេះការងារ3 in 1មកកន្លែងតែការងារ3អញ្ចឹងទូ mini bar មួយទូ Samsung មួយហើយទូកញ្ចក់ទ្វារ2មួយសម្រាប់ទូ mini bar គឺបញ្ហាគ្រឿងភ្លើងអានេះបែកកាក់ហើយrelay ហ្នឹងអត់អធិស្ឋានអត់បែកទេខ្លោចមួយជ្រៀងអញ្ចឹងប្រហែលជាត្រូវដូរហើយនឹងនេះ PVC របស់ទូ Samsung ដែលអត់កាត់តកហ្នឹងហើយមួយនេះវិញsensor ដែល load S1 របស់ទូកញ្ចក់ទ្វារ2បានណាអញ្ចឹងឥឡូវចូលមកដល់ជាក់ស្ដែងហើយក្រុមការងារពួកខ្ញុំគាត់បានដូររួចរាល់អស់ហើយអញ្ចឹងវាដំណើរការ 0.4 អញ្ចឹងឲ្យបងគាត់តេស្តមើលមួយថ្ងៃពីរថ្ងៃសិនហើយនេះដូរ sensor ដែរនេះអត់កាត់តកទេកកទៅខាងលើតិចតិចអញ្ចឹងដូររួចរាល់ហើយនឹងនេះ load S1 វាដើររហូតអញ្ចឹងនេះខ្ញុំអត់បានដូរ control ទេគឺដូរsensor សិនជៀសវាងការចំណាយអស់ច្រើនអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើន